អ្វីដែលគេត្រូវការបំផុតណាហើយខ្ញុំសួរច្រើនមែនតើខ្ញុំសួរទាំងកូននិងអ្នកដែលមានជីវភាពទូធាអ្នកជីវភាពមធ្យមសួរទាំងកូនខ្លួនឯងសួរទាំងអ្នកដែលមានជីវភាពលំបាកជាកូនរបស់សន្តិសុខកូនឯងត្រូវការអីជាងគេពីពុកម្ដាយពីប៉ាម៉ាក់ពេលវេលាមិនលុយទេ deep down ហ្មងគឺពេលវេលាមិនលុយទេលុយយើងរកដើម្បីការសិក្សាអប់រំដើម្បីមានពេលវេលាល្អជាមួយពួកគាត់ដើម្បីបានចំណីអាហារបរិបូរណ៍ពេញលេញប៉ុន្តែយើងអត់អាចលះបង់ទាំងអស់នឹងដោយខ្វះពេលវេលាឲ្យកូនទេខ្ញុំតាំងពីខ្ញុំមានកូនឆ្នាំ2010មកខ្ញុំសម្រាលកូនច្បងរបស់ខ្ញុំហ្នឹងខ្ញុំឈប់ធ្វើការពេញម៉ោងខ្ញុំធ្វើការ part time flexi time ខ្ញុំធ្វើការ part time 2 កន្លែង 3 កន្លែងក៏ខ្ញុំធ្វើដែរប៉ុន្តែធ្វើម៉េចឲ្យខ្ញុំមានពេលវេលាដែលខ្ញុំអត់ចាំបាច់ទៅអង្គុយនៅក្នុងការិយាល័យខ្ញុំមានពេលមកបំបើកូនខ្ញុំមានពេល check in ជាមួយកូនអីទាំងអស់ហ្នឹង so វាជារឿងការសម្រេចចិត្តហើយខ្ញុំដឹងថាអត់ស្រួលទេពេលដែលដំបងហ្នឹងតែនៅពេលដែលយើង invest ណាពេលវេលារបស់យើងនៅពេលដែលយើងវិនិយោគពេលវេលាវិនិយោគកម្លាំងពីក្មេងហ្នឹងកូនយើងពេលធំទៅគាត់ស្រឡាញ់កូនខ្ញុំស្រឡាញ់ខ្ញុំដឹងគុណហើយកតញ្ញូចាហើយស្រឡាញ់គាត់រឿងមួយចំនួនដែលខ្ញុំពេលខ្លះខ្ញុំស្រែកខ្ញុំកំហកម្ដងមកកាលពេលខ្លះខ្ញុំមិនមែនជា perfect mother ទេតែ I'm a good mother and I'm a great mother សម្រាប់កូនខ្ញុំដែលគាត់និយាយមកខ្ញុំដោយសារតែបានសង់គ្រឹះពីក្មេងមកនឹងឯងយ៉ាអញ្ចឹងនិយាយសាមញ្ញគឺក្មេងរឹងមាំបច្ចុប្បន្នជាក្មេងដែលទទួលបានការស្រឡាញ់គ្រប់គ្រាន់ថែទាំគ្រប់គ្រាន់ពីក្មេងមកបាទចាអ្នកណាក៏ពិបាកប៉ុន្តែយកអាពេលពិបាកហ្នឹងជាពេលដែលលូតលាស់ដែរបាទចុះសម្រាប់អ្នកដែលអត់មិនសំឡាងដល់នឹងដែរថាម៉ាក់ប៉ាត្រូវការផ្គត់ផ្គង់ជីវភាពគាត់អាចបានចំណាយពេលនៅជាមួយតើប៉ះពាល់យ៉ាងម៉េចដែរបងអូit's a lot ច្រើនបើនិយាយអំពីក្មេងដែលចំណងចិត្តស្រឡាញ់មាន4ប្រភេទ by the way ក្នុងเพจខ្ញុំមានទាំង4ហ្នឹងឯងចាំតែមើលទៅពីព្រោះយើងក៏អត់មានពេលទៅជែកអីទាំង4ហ្នឹងដែរនៅក្នុងចំណោមទាំង4ហ្នឹងមានតែអា3ទៀតសុទ្ធតែជារឿងអត់សូវល្អ insecure secure ល្អហើយតែ insecure ផ្សេងមាន avoidance disorganized មានអីផ្សេងទៀតអញ្ចឹងទៅកូនដែលឪពុកម្ដាយកើតមកប៉ុន្តែអត់ផ្ដល់ការស្រឡាញ់គ្រប់គ្រាន់មិនឪពុកម្ដាយមិនស្រឡាញ់ទេតែគាត់អត់ចេះផ្ដល់គាត់មានអារម្មណ៍ថាគាត់មិនគួរឲ្យស្រឡាញ់ហ្នឹងហើយគាត់មិនគួរឲ្យស្រឡាញ់នឹងចូលជាឧទាហរណ៍មួយនៅពេលដែលកូនមួយកើតមកនៅក្នុងក្រុមគ្រួសារមួយដែលឪពុកម្ដាយរវល់ពួកគាត់មិនមានពេលវេលាឲ្យកូនហ្នឹងគាត់យល់ថាគូក្បាលរបស់គាត់យល់ថា I'm not exist ខ្ញុំI'm not exist គាត់បានការស្រឡាញ់ពីអ្នកមើលថែគាត់ប៉ុន្តែ the main figure ឪពុកម្ដាយនឹងអត់បានឲ្យនឹងគឺគាត់នៅតែខកខានអញ្ចឹងគាត់ខ្វះការស្រឡាញ់បែបខ្លះក្មេងខ្លះអូនធ្លាប់ឃើញទេក្មេងខ្លះថាខ្ញុំត្រូវតែធ្វើនេះដើម្បីឲ្យប៉ាម៉ាក់ខ្ញុំស្រឡាញ់ខ្ញុំបាទខ្ញុំធ្លាប់គិតពីហ្នឹងដែរខ្ញុំត្រូវតែខំប្រឹងរៀនឲ្យបកែដើម្បីឲ្យប៉ាម៉ាក់ខ្ញុំសរសើរខ្ញុំស្រឡាញ់ខ្ញុំចំណាយពេលជាមួយខ្ញុំមានន័យថាកូននឹងកំពុងត្រូវការស្រឡាញ់បាទនៅពេលដែលកូននឹងធំទៅវិវត្តនៅក្នុងដំណើរជីវិតរបស់គាត់ទៅគាត់ចាប់ដើមមានគ្រួសារមានដៃគូមានគ្រួសារគាត់ក៏អត់ចេះស្រឡាញ់ដែរពីព្រោះគាត់អត់ experience ស្រឡាញ់ពីក្មេង experience សំខាន់ I don't know how to love if I never been loved ខ្ញុំអត់ដឹងស្រឡាញ់មិនទេបើមិនបើខ្ញុំអត់មិនដែលបានស្រឡាញ់ផងហ្នឹងនិយាយឲ្យគេអតីតស្វាមីខ្ញុំធ្លាប់អីគេសារភាព
I love you but I really don't know what is it like ហើយខ្ញុំយល់ពីគាត់ហើយមានមនុស្សផ្សេងទៀតអញ្ចឹងដែរអញ្ចឹងការស្រឡាញ់ពីក្មេងនឹងសំខាន់មែនតើត្រឡប់ទៅរកពាក្យខ្មែរយើងដែរប្រហែលជាក្មេងៗយុវជនប្រហែលជាអត់ឮពាក្យហ្នឹងឯងកាលពីមុនខ្ញុំប្រឆាំងជាមួយពាក្យហ្នឹងមែនតើដែលចាស់ថាបើតដឹងប្រពន្ធត្រូវមើលមេបាឬក៏តដឹងយកគ្រួសារឲ្យត្រូវមើលមេបាគេពីមុនខ្ញុំអត់យល់ទេខ្ញុំប្រឆាំងមែនតើខ្ញុំថាណូមនុស្សផ្លាស់ប្ដូរហេតុអីបានទៅយកឪពុកម្ដាយមកប្រៀបធៀបអ្នកហ្នឹងនៅពេលដែលធ្វើការក្នុងវិស័យនេះយូរឆ្នាំទៅមិនដឹងថាពាក្យហ្នឹងត្រឹមត្រូវមួយយ៉ាងត្រង់ថាមើលមេដាបេដានោះអត់សំដៅលើមើលទ្រព្យសម្បត្តិទេមើលការស្រឡាញ់ដែលគាត់ឲ្យកូនគាត់ពេលហ្នឹងបាទពីព្រោះប្រសិនបើខ្ញុំ dating អ្នកណាម្នាក់ហើយគាត់ជាបុគ្គលម្នាក់ដែលឪពុកម្ដាយគាត់ស្រឡាញ់គាត់មែនតែផ្ដល់ការស្រឡាញ់ល្អមិនមែនការស្រឡាញ់ស្ពយណាការស្រឡាញ់ល្អហ្នឹង I believe ខ្ញុំជឿថាគាត់ច្បាស់ជាចេះស្រឡាញ់ខ្ញុំបាទយ៉ាអញ្ចឹងការដែលចិញ្ចឹមកូនពីក្មេងឲ្យគាត់លូតលាស់មិនមែនតែលូតលាស់លើរាងកាយទេការលូតលាស់ការចិញ្ចឹមលូតលាស់រាងកាយបញ្ញាផ្លូវចិត្ត physical mental intellectual អីអស់ហ្នឹងគឺស្រឡាញ់គឺសំខាន់ណាហើយត្រូវការហើយការស្រឡាញ់ជាចំណែកមួយនៃរឿងហ្នឹងឲ្យតែចំណៃឲ្យតែទៅដោះគោអត់គ្រប់ទេឲ្យតែទៅរៀនក៏អត់គ្រប់ដែរត្រូវការស្រឡាញ់ដើម្បីឲ្យគាត់ខ្លាយជាបុគ្គលដែលមានសុខភាពផ្លូវចិត្តរឹងមាំបាទចាតែខ្ញុំគិតថានៅប្រវ័យនេះប្រទេសខ្មែរយើងផ្សេងមកអត់សូវនិយាយពីចិត្តអត់សូវនិយាយបើកទលំទលាយទេគឺភាគច្រើនជាមួយឪពុកម្ដាយក៏អត់ស្និទ្ធមានពាក្យតិចមែនតើដែលស្និទ្ធតើយើងទៅគួរចាប់ដើមមិនណាសម្រាប់ដែលយុវវ័យចំនួនក្រោយគាត់ទៅមានគ្រួសាររបស់គាត់ប៉ុន្តែដែលគ្រួសារម្ដាយឪពុករបស់គាត់អត់សូវបញ្ចេញអត់សូវប្រាប់ខ្ញុំគិតថាយុវវ័យជាច្រើនរួមមានតែខ្ញុំហើយនឹងខាង operator ដែរគាត់មិនដែលឮថាអូប៉ាស្រឡាញ់កូនមកជីវិតនេះមិនដែលឮហើយក៏នឹងមិនដឹងតែអត់ឮហើយកូនបងអូននឹងមិនឮប្រសិនបងអូនមិនផ្លាស់ប្ដូរពេលនេះហ្នឹងតើយើងមិនដែរបងគិតយ៉ាងមិនដែរត្រឡប់ទៅចំនួនជីដូនជីតារបស់យើងសិនជីដូនជីតាហ្នឹងជីដូនជីតារបស់យើងអប់រំឪពុកម្ដាយយើងប្រាប់ថាអប់រំថាស្រឡាញ់វាកុំឲ្យវាដឹងចិត្តធ្លាប់ឮពាក្យហ្នឹងហ៎ That's common ស្រឡាញ់វាប៉ុន្តែកុំឲ្យវាដឹងចិត្តធ្វើស្រឡាញ់តែកុំឲ្យដឹងចិត្តហ្នឹងប្រែទៅជាស្រឡាញ់ប៉ុន្តែកុំប្រាប់គឺកុំបង្ហាញហេតុអ្វីព្រោះគាត់ថាតែស្រឡាញ់ឲ្យវាដឹងចិត្តវាខូចជាពាក្យខ្ញុំនិយាយវាហ្នឹងគឺជាពាក្យដែលជីដូនជីតារបស់យើងអប់រំឪពុកម្ដាយយើងបាទហ្នឹងហើយដល់អញ្ចឹងឪពុកម្ដាយរបស់យើងអត់អាចមកអោបកូនណាមកថើបមកអីទេដោយសារតែស្រឡាញ់វាកុំឲ្យបានចិត្តនឹងឯងស្រឡាញ់ហើយតែកុំធ្វើអីឲ្យគេបានចិត្តព្រោះគាត់ជឿថាបង្ហាញការស្រឡាញ់ឲ្យគាត់បានចិត្តហ្នឹងគឺគាត់ខូចបាទដែលខុសជាមួយនឹងយើងបច្ចុប្បន្នដែលខ្ញុំតែងតែនិយាយដដែលគ្រប់វីដេអូគ្រប់សិក្ខាសាលាគ្រប់អីទាំងអស់គឺសូមបង្ហាញការស្រឡាញ់ទៅឲ្យកូនដើម្បីឲ្យគេលូតលាស់វិវត្តខ្លាយជាបុគ្គលមានសុខភាពល្អអូខេក្មេងខួរក្បាលរបស់យើងក្មេងវិវត្តតាំងពីក្នុងផ្ទៃរហូតទៅដល់ចុង24អាយុ24ឆ្នាំចឹងខ្ញុំនៅទៀតចឹងនៅហ្នឹងហើយ24អញ្ចឹងហើយវិវត្តហ្នឹងមានន័យថាម៉េចមិនមែននេះវិវត្តគឺចង់សំដៅលើអា rational ខួរក្បាលរបស់យើងអាខួរធំ cortex ហ្នឹងខួរកញ្ញាញ prefrontal cortex yes cortex ហ្នឹងខួរក្បាលខាងក្នុងជាខួរក្បាលemotions ខាងក្នុងជាខួរក្បាល emotions ដែរយើងខឹងយើងប៉ះទង្គិចយើងមួម៉ៅយើងអីទាំងអស់ហ្នឹងគឺខួរខាងក្នុងហ្នឹង functioning ណាខួរខាងក្នុងគេហៅ limbic system នៅខាងក្នុងហ្នឹងណាខួរក្បាលរៀងអញ្ចឹងណាទៅតងនេះអញ្ចឹងអាខាងក្នុងហ្នឹងឋានៈសត្វសាហាវមួយចំនួនអត់មានអាលើនេះដូចយើងទេ
មានតែធនកិច្ចអីដែលមានគួរគ្រប់មកជន់ពីលើនេះហើយអញ្ចឹងបានសัตว์មួយចំនួនសាហាវហ្នឹងសត្វសាហាវមួយចំនួនមានតែហ្នឹងវាមានតែ emotion មានតែខឹងហ្នឹងហើយឃ្លានខឹងអាចស្រឡាញ់ឃ្លានខឹងស្រឡាញ់ឲ្យតែអារម្មណ៍នៅក្នុងហ្នឹងប៉ុន្តែហើយស្រឡាញ់ហ្នឹងខ្លះស្រឡាញ់អញ្ចឹងបានស្រឡាញ់ប៉ុន្តែអត់មានក្រមសីលធម៌យល់បងនិយាយស្រឡាញ់ក្រមអត់មានក្រមសីលធម៌អត់ហ៎មានន័យថាម៉េចស្រឡាញ់ដែលអត់មានក្រមសីលធម៌ទៅលួចប្រពន្ធគេទៅលួចប្តីគេអូខេចង់បានរបស់គេបាទហ្នឹងហើយហ្នឹងស្រឡាញ់ហ្នឹងហើយយកហ្មងអាចប្រយុទ្ធគ្នាដើម្បីបានក៏មានដែរនឹងស្រឡាញ់ដល់អត់ក្រមសីលធម៌ប៉ុន្តែមនុស្សយើងប្រកែដោយសារមានអាលើនេះអានោះក៏ធ្វើឲ្យយើងមនុស្សយើងប្រកែដែរតតែមាន emotion មកយើងផ្លាស់ប្ដូរកើតមិនចឹងណាប៉ុន្តែអានេះជាអ្នកប្រាប់ទីហោះតែយើងស្រឡាញ់ចង់បានស្វាមីគេភរិយាគេចង់បានមែនតើសម្រាប់ទៅលួចគេប៉ុន្តែគូក្បាលអាផ្នែកខាងលើនេះ rationalizing ហេតុផលវាមិនសូវជា ethic អីផ្សេងហ្នឹងសម្រាប់ក្មេងក្រោមវ័យ24ឆ្នាំដែលខ្ញុំនិយាយមិញហ្នឹងអា cortex នេះលូតលាស់អត់តាន់គ្រប់វ័យគ្រប់ទេអត់តាន់គ្រប់ទឹកអត់តាន់មិនមែនគ្រប់ទឹកទេអត់ចូលមើលលូតលាស់អត់តាន់គ្រប់អញ្ចឹងដែលមើលដែលសង្កេតមើលក្មេងហ៎ដែលខុសមួយដែលខ្ញុំតែងតែនិយាយជាមួយពុកម្ដាយថាខ្ញុំនិយាយដដែលកូនខ្ញុំមិនស្ដាប់សោះខ្ញុំឲ្យធ្វើនេះភាសាក្មេងដែល my mom preach me my father preach me ទេសនារហូតបាទគ្រូខ្ញុំ preach me កូនខ្ញុំធ្លាប់និយាយចឹងពីសាលាគេពេលដែលយើងនិយាយច្រើនបញ្យល់គេហេតុផលបែបកាចបែបអីហ្នឹងគេស្ដាប់មិនបានទេអញ្ចឹងបានក្មេងប្រព្រឹត្តខ្មោចដដែលហ្នឹងបាទឯសារតែនេះគេអត់ទាន់យល់អញ្ចឹងមិនបាច់ខំប្រឹងបង្រៀនមិនបាច់ខំប្រឹងប្រាប់ពីទ្រឹស្ដីគ្រប់បែបយ៉ាងទេធ្វើសកម្មភាពជាមួយពួកគេបើគ្រាន់តែប្រាប់ថាហេម៉ាក់ស្រឡាញ់កូនតែដៃនៅទូរស័ព្ទម៉ាក់ស្រឡាញ់កូនតា Yeah No they don't get it បាទ they don't get it at all ពួកគាត់មិនទទួលបានពួកគាត់មិនយល់ថានឹងជាការស្រឡាញ់ទេពេលដែលគេទៀមពេលវេលាជាមួយយើងទុករបស់ទាំងអស់ហ្នឹងចោលទៅអោបទៅនិយាយជាមួយទៅជួយធ្វើ homework បង្រៀនគាត់ឲ្យធ្វើកិច្ចការផ្ទះចំអិនឲ្យគាត់ចំអិនជាមួយគាត់ទាំងអស់ហ្នឹងគឺជាសញ្ញាដែលបញ្ជាក់ថាស្រឡាញ់ They may not need a word ហ្នឹងពាក្យហ្នឹងក៏ត្រូវការដែរប៉ុន្តែពេលហ្នឹងទង្វើសំខាន់ជាងបាទទង្វើអា show ហ្នឹងមិន show ទេការបង្ហាញការប្រាប់មិន show សម្ដែងទេណាហ្នឹងហើយគេតែ show បែបបង្ហាញ perform ជាមួយគ្នាហ្នឹងពិតជាសំខាន់មែនតើពាក្យអត់សំខាន់ទេ